ឥឡូវនេះយើងចូលដល់ជំពូកទី2ដែលជំពូកទី2យើងដោះស្រាយទៅលើ Premier Program មុនហើយយើងចូលដោះស្រាយនៅ program ផ្សេងទៀតផងដែរហើយក្នុង Premier Program នេះមានចំនួន2 problem ដែលយើងនឹងដោះស្រាយឥឡូវនេះឥឡូវយើងចូលដល់ problem ទី1 In each case construct parallelogram law to show FA ស្មើ F1 បូក F2 មានន័យថាកម្លាំងគូបស្មើកម្លាំងទី1បូកកម្លាំងទី2ហើយ establish triangle rule where FA ស្មើ F1 បូក F2 all label known and unknown size and internal angle ហើយនឹងប្រើប្រាស់ triangle rule ដែល triangle rule នោះក៏ស្មើកម្លាំងគូបស្មើកម្លាំងទី1បូកកម្លាំងទី2ដែរហើយគេឲ្យនៅ internal angle របស់នៃកម្លាំងមួយដើម្បីដោះស្រាយនៅកម្លាំងហ្នឹងយើងមានវិធីសាស្ត្រparallelogram law និង triangle rule ដែល method នេះគេដោះស្រាយយ៉ាងម៉េចទី1គឺយើងចំពោះparallelogram law ទី1គឺយើងត្រូវគូ F កម្លាំងមុខទី1និងកម្លាំងទី2ចេញពីចំណុចតែមួយហើយយើងគូវាឲ្យទៅជាទម្រង់ជា parallelogram ហើយយើងនឹងគូ diagonal ទៅលើ parallelogram នោះយើងនឹងទទួលបានកម្លាំងគូប method ទី2យើងប្រើប្រាស់ triangle rule ដែលទី1យើងត្រូវគូកម្លាំងទី1រួចយើងគូកម្លាំងទី2កម្លាំងទី2គឺកន្ទុយរបស់កម្លាំងទី2គឺគូចាប់ផ្ដើមចេញពីកម្លាំងទី1ក្បាលនៃកម្លាំងទី1ក្បាលព្រួញនៃកម្លាំងទី1ហើយចំពោះជំហានបន្តទៀតជំហានទី3យើងត្រូវគូកម្លាំងផ្គួបដែលកម្លាំងផ្គួបនោះគឺវា start ចេញពីកន្ទុយរបស់កម្លាំងទី1ហើយនឹងទៅផ្គុំជាមួយនឹងក្បាលនៃកម្លាំងទី2ហើយវានឹងទទួលបាននៅ vector របស់កម្លាំងផ្គួបឥឡូវយើងចូលទៅដោះស្រាយនៅលំហាត់ A លំហាត់ A ដែលមាន F1 ស្មើ200 Newton និង F2 ស្មើ100 Newton ហើយគេបានឲ្យ internal angle ឲ្យយើងគេឲ្យមុំមកយើងគ្រាន់តែគូវានេះជាចំណុចដែលវាចាប់ផ្ដើមទី1យើងគូកម្លាំងទី1រួចកម្លាំងទី2រួចមកយើងគូឲ្យវាទៅជា parallelogram ទម្រង់ជា parallelogram យើងនឹងទទួលបាន diagonal ពីចំណុចកណ្ដាលវាប្រសពហ្នឹងនឹងទទួលបាន FA ហើយមុំតាមនឹង45 degree នេះ15 degree 45នេះមុំដូចគ្នា45ចេញ15ហើយឥឡូវយើងចាក់ប្រើប្រាស់ triangle rule យើងមុនដំបូងយើងគូ F1 ចេញពីចំណុចណាមួយមកតបមកយើងគូកន្ទុយរបស់កម្លាំង F2 វាចេញពីក្បាលនៃកម្លាំងរបស់ F1 នេះ F1 ហ្នឹងហើយគូមកហើយកម្លាំងផ្គួបស្មើនឹងចេញពីកន្ទុយរបស់ F1 ទៅផ្គុំនឹងកន្ទុយក្បាល F2 យើងនឹងទទួលបានកម្លាំងផ្គួបនេះ triangle rule នេះ parallelogram ឥឡូវយើងចូលដល់លំហាត់ទី2នេះយើងមានមុំ F មានកម្លាំង F1 ស្មើ400 F2 ស្មើ500យើងគូដូចគ្នាយើងគូ F1 និង F2 ចេញពីចំណុចតែមួយ F1 400 F2 500នេះគូ F1 F2 ចេញពីចំណុចតែមួយតបមកយើងចំណោចេញជា parallelogram តបមកយើងគូកម្លាំងផ្គួបយើងទទួលបាន FA triangle rule ដូចគ្នាមុនដំបូងយើងគូ F1 គូ F1
ហើយF1 ស្មើនឹង400អូខេនេះគោ F2 F1 ចេញពី400ហើយក្បាលរបស់ F1 នឹងស្មើនឹងចេញពីកន្ទុយ F2 ហើយកម្លាំងផ្គួលស្មើនឹងចេញពីចំណុចនេះចេញពីកន្ទុយរបស់ I1 ទៅផ្គុំនឹងក្បាល F2 យើងនឹងទទួលបានកម្លាំងផ្គួលដូចគ្នាក្នុងលំហាត់ C triangle rule យើងគូ F1 ស្មើនឹង450 F2 ស្មើនឹង300 Newton យើងគូ F នេះជាចំណុចចាប់ដើមដែលវាផ្សំគ្នាគូ F1 គូ F2 រួចចំណោយជាប្រឡេឡូកាហើយយើងគូកម្លាំងផ្គួលបាន F air triangle rule នឹងវងយើងគូ F1 ស្មើនឹង450ជប់ F1 ស្មើនឹង450ហើយចំណុចនេះចាប់តាមពីនេះគឺ450ហើយក្បាលកន្ទុយ F2 ចេញពីក្បាល F1 ហើយចំពោះកម្លាំងផ្គួលគឺចេញពីកន្ទុយ F1 គុំនឹងក្បាល F2 យើងនឹងទទួលបានកម្លាំងផ្គួលឥឡូវយើងចូលដល់លំហាត់ទី2 in each case show the resolve the force F into component acting along the U and V axis using the parallelogram then establish triangle rule to show F air smart Fu both Fv labeled unknown and unknown sine interior angle នៅក្នុងលំហាត់នេះមានលក្ខណៈស្រដៀងនឹងលំហាត់មុនគ្រាន់តែវាជាកម្លាំងFu និង Fv ឥឡូវយើងចូលដល់លំហាត់ A នេះគឺកម្លាំងនឹងវានៅតាមនេះកម្លាំង F ហ្នឹងណា along គឺស្របទៅនឹង axis របស់ U និង V នៅទៅណាគឺកម្លាំងនឹងប៉ុណ្ណឹងដែរនៅមានទិសដៅទៅនឹងដែរអូខេយើងចូលដល់ A នេះយើងគូកម្លាំង Fu Fv មកយើងកំណល់បានប្រឡេឡូក្រាមមានកម្លាំងខ្ពស់200 Newton នេះហើយប្រឡេឡូក្រាមឡកម្លាំងនេះកម្លាំង Fu ហើយ Fu ចេញពី Fu ចូល Fv តព្រោះអី200នេះជាកម្លាំងខ្ពស់ហើយលំហាត់ B នេះ Fv ស្រប along the axis V ហើយ Fu along axis U ហើយយើងគូកម្លាំងវាមកហើយយើងចំណោលទៅជាប្រឡេឡូក្រាមតែមានកម្លាំងផ្គួរ400 Newton ដូចធានឲ្យតោះមកឥឡូវយើងចូលដល់លំហាត់ C យើងនេះកម្លាំង Fu និង Fv គឺ along axis U និង V តាម axis ហ្នឹងយើងគូកម្លាំង Fu Fv ចំណោលធ្វើប្រឡេឡូក្រាមហើយ600ជា F air
Newton ហើយយើងគូ triangle rule អានេះជាកម្លាំងពួបអានេះalong កម្លាំង along FC FU និង along FC FV ឥឡូវនេះលំហាត់ទី2ត្រូវបានចប់ក្នុងលំហាត់នេះគេគ្រាន់តែឲ្យយើងចង់ឲ្យយើងរៀនគូក្នុងការធ្វើសាងសង់ទៅលើដោះស្រាយទៅលើកម្លាំងផ្គួបដែលគេមាន2 method នេះគឺ method គូ parallelogram និង triangle rule ហើយ method ហ្នឹងអនុវត្តតាមជំហានដូចនេះឥឡូវនេះវីដេអូនេះត្រូវលំហាត់នេះត្រូវបានចប់